បើបងប្អូនអត់ចង់ហូបបាយច្រើនទេកុំធ្វើហូបមួយមុខនេះសោះមើលទៅដូចមានអីវិសេសវិសាលទេប៉ុន្តែនិយាយពីថាអូយបាយមួយចានហើយដាក់មួយចានទៀតមែនណាបងប្អូននិយាយពីថារសជាតិវិញឆ្ងាញ់គ្មានគូប្រៀបហ្មងអដងត្រីប្រហើមឬក៏ត្រីងៀតសំយ៉ុងហ្នឹងយើងយកមកដល់ចៀនឬក៏អាំងហើយយើងហូបមួយបសត្រូវទេតែលើកនេះគឺខ្ញុំឆ្នៃដាក់គ្រឿងដាក់ខ្ទឹមដាក់អីអញ្ចឹងមកនិយាយពីថាអូយរសជាតិនិយាយទៅកើនមកកម្រិតទៀតហើយបើថាបសវិញគឺអត់ចោលហ្មងចំពោះត្រីប្រហើមហ្នឹងនិយាយពីថាដាក់ទៅគឺត្រូវគ្នាហ្មងមានអីពិបាកអីបងប្អូនទាំងអស់គ្នានិយាយទៅគឺខ្ញុំដំបូងគ្រាន់ដាក់ខ្លាញ់ចូលដើម្បីយើងពងត្រីហ្នឹងអញ្ចឹងអ្នកខ្លះគាត់ឃើញនៅក្បាលវីដេអូថាឃើញដាក់គ្រឿងដាក់អីបន្ថែមត្រីហ្នឹងប្រៃស្រាប់អីតិចត្រូវតែប្រៃទៅនិយាយទៅដាក់គ្រឿងដាក់អីហើយគឺអត់ប្រៃទេបងប្អូននិយាយពីថារសជាតិវិញត្រូវតែឆ្ងាញ់ហ្មងចំពោះត្រីហ្នឹងគឺយើងពងវាឲ្យវាឡើងក្រហមឡើងស្រួយវាឆ្អិនសិនមកហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមមករៀបចំខ្ទឹមសខ្ទឹមក្រហមរបស់ខ្ញុំនិយាយទៅខ្ទឹមក្រហមគឺខ្ញុំហាន់លក្ខណៈចំណិតអញ្ចឹងហាន់ខ្ទឹមក្រហមហាន់អីអញ្ចឹងហើយនិយាយទៅខ្ញុំរៀបចំខ្ទឹមសទៀតព្រោះអីយើងប្រើពីរមុខនឹងខ្ទឹមសហើយនិងខ្ទឹមក្រហមហើយចំពោះម្ហូបមួយមុខហ្នឹងបងប្អូនកុំចោលបន្លែសោះនិយាយទៅមានទឹកសក់មានការ៉ុតមានស្ពៃក្តោបអីចឹងទៅដាក់ទៅគឺផ្ទាប់គ្នាឆ្ងាញ់មែនទែនហ្មងសំខាន់បន្លែហ្នឹងបងប្អូនត្រាំទឹកកកវារៀងស្រួយៗតិចមកអូយតិចឆ្ងាញ់ណាស់បងប្អូនណាបងប្អូនដែលគាត់ធ្លាប់តែទិញយកមកដល់ចៀនហូបអញ្ចឹងណាបងប្អូនសាកច្នៃដូចខ្ញុំមើលរសជាតិឆ្ងាញ់ហ្មងតែបើបងប្អូនច្នៃដូចខ្ញុំចេះហើយតើបងប្អូនប្រើត្រីរៀងច្រើនតិចអីត្រីហ្នឹងនិយាយទៅពេលយើងធ្វើម្ហូបមួយមុខនេះចុះត្រីមែនទែនព្រោះអីរសជាតិវាឆ្ងាញ់អញ្ចឹងយើងហូបវារៀងច្រើនយើងទិញធម្មតាយកមកចៀនហូបមួយបសឬមួយក៏បាយអីធម្មតាតែម្ដុំហ្នឹងហូបអត់អស់ផងព្រោះអីត្រីហ្នឹងវាប្រៃតែពេលដែលយើងឆាដាក់គ្រឿងចាត្រីហ្នឹងអត់ប្រៃទេគាត់ថាត្រីហ្នឹងពេលដែលយើងចៀនយើងរៀងប្រយ័ត្នតិចដោយសារអីវារៀងខ្លាញ់ច្រើនអញ្ចឹងពេលយើងចៀនទៅវារៀងផ្ទុះជាពិសេសស្បែកវាហ្នឹងហ្មងហើយចំពោះគ្រឿងផ្សំធ្វើម្ហូបមួយមុខហ្នឹងនិយាយថាងាយមែនតើនិយាយទៅផ្ទះបងប្អូនទាំងអស់គ្នាដឹងតែមានហើយដោយសារយើងប្រើតែស្ករអំបិលប៊ីចេងអីទៅប៉ុណ្ណឹងឯងហើយជាមួយនឹងក្រូចឆ្មាដោយសារយើងត្រូវការរៀងជូរអែមពេលដែលខ្ញុំដាក់អំពងហ្នឹងយើងអាសាផែដែរកុំឲ្យវាខ្លោចម្ខាងហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមរៀបចំគ្រឿងក្រៅដែលខ្ញុំត្រូវដាក់លាយជាមួយត្រីហ្នឹងមួយទៀតត្រីហ្នឹងពេលដែលយើងអំពងរត់ទៅស្រួយរត់ទៅឆ្ងាញ់បងប្អូនទាំងអស់គ្នាពេលដែលយើងឆាទៅវាអត់សូវបាយសាច់ត្រីពេលខ្ញុំអំពងត្រីរួចរាល់អស់ហើយខ្ញុំចាប់ផ្ដើមមកលាយគ្រឿងដើម្បីផ្សំជាមួយនឹងទឹកឆាយើងម្ដងបងគេគឺខ្ញុំដាក់ជាមួយនឹងប៊ីចេងស្ករហើយនិងម្សៅស៊ុបហើយបើចំពោះស្ករសហ្នឹងគឺខ្ញុំដាក់រៀងច្រើនតិចដោយសារត្រីយើងវាប្រៃអញ្ចឹងហើយគឺយើងត្រូវការរៀងប្រៃផ្អែមទៅរសជាតិម្ហូបមួយមុខហ្នឹងគឺប្រៃផ្អែមជូរហឹលនិយាយទៅថាអូយត្រូវគ្នាមែនតើហើយចំពោះម្ទេសវិញបងប្អូនចង់ដាក់ម្ទេសឆាក៏បានម្ទេសហឹរដូចខ្ញុំអញ្ចឹងក៏បានដែរពេលដែលយើងដាក់គ្រឿងសព្វហើយយើងកូរវាមកដើម្បីវាលាយជាមួយនឹងគ្រឿងហ្នឹងចូលគ្នាអញ្ចឹងណាហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមដាក់អំពងខ្ទឹមសខ្ទឹមក្រហមចូលគ្នាមកឲ្យវាឈ្ងុយសិនហើយប្រេងឆាដែលខ្ញុំអំពងត្រីហ្នឹងមិនខ្ញុំអត់ចោលទេខ្ញុំយកមកអំពងខ្ទឹមសខ្ទឹមក្រហមហ្នឹងហ្មងហើយដាក់ទៅឈ្ងុយមែនតើហ្មងពេលដែលខ្ញុំអំពងខ្ទឹមឡើងឈ្ងុយហើយខ្ញុំដាក់គ្រឿងចូលដែលខ្ញុំលាយមិញហ្នឹងហើយបន្ទាប់មកខ្ញុំដាក់ត្រីចូលហើយកន្លែងហ្នឹងគឺខ្ញុំថែមទឹកសបន្តិចដែរតែខ្ញុំអត់បានថតចឹងបងប្អូនកុំភ្លេចថែមទឹកសយើងបន្តិចទៅដើម្បីយើងងាស់វាឲ្យវារៀងឡើងខាប់ហើយណាមួយវាជួយកាត់ជាតិប្រៃបានតិចដែរហើយបន្ថែមជាមួយនឹងខ្ទឹមក្រហមដែលខ្ញុំហាន់មិញហ្នឹងមកនិយាយទៅគឺម្ហូបមួយមុខហ្នឹងគឺរួចរាល់ហើយយើងគ្រាន់តែច្បល់វាចូលជាតិចូលគ្រឿងមកតែមិនច្បល់ខ្លាំងទេដោយសារតែមកវាបែកសាច់ត្រីអញ្ចឹងបើបងប្អូនមានត្រីប្រៃហើមអីបងប្អូនសាកធ្វើម្ហូបមួយមុខហ្នឹងមើលនិយាយថាហូបឆ្ងាញ់មែនតើសំខាន់យើងបានហូបជាមួយនឹងបន្លែទៀតបងប្អូនស្រឡាញ់ចូលចិត្តការធ្វើម្ហូបរបស់ខ្ញុំមកកុំភ្លេចចុច follow ម្នាក់មួយផងចាបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានត្រីប្រៃហើមឆាជាមួយនឹងគ្រឿងហ្នឹងចាបងប្អូនទាំងអស់គ្នាបានហូបអីដែរកុំភ្លេច comment ម្នាក់មួយផងណាអរគុណច្រើន